បាទបងពេលដែលយើងរត់ក៏វាចូលខ្លួនឯងដែរបងសម្រាប់ថ្មវាណាបងហើយយើងអាចសេរីបានទីបងនេះចូលយឺតអានេះចូលល្មមអានេះចូលលឿនខ្លាំងហើយពេលដែលចូលលឿនខ្លាំងនេះពេលដែលយើងដកជើងមកវាស្បឺតប្រាំងបន្តិចណាហើយកម្រិតក្នុងការស៊ីសាំងក៏ខុសគ្នាដែរហើយពេលដែលវាចូលហ្នឹងលុះត្រាតែម៉ាស៊ីនរបស់វានេះឆេះមានន័យថាប្រើម៉ាស៊ីន 100% ហ៎បងបានវាចូលថ្មហើយសម្រាប់ការប្រើប្រាស់របស់ខ្ញុំនេះយើងមានកន្លែងសេរីទៀតណាបងដូចថាយើងរត់ក្នុងក្រុងយើងដាក់កន្លែងនេះទៅគឺ 2-3% វាឆ្លាស់គ្នាម្ដងហើយកន្លែងនេះយើងរត់ទៅក្រៅក្រុងដូចជាផ្លូវជាតិអី 6-7% វាឆ្លាស់គ្នាម្ដងអញ្ចឹងធ្វើឲ្យយើងចំណេញសាំងដែរបងជិះកេន PHEV នេះគឺយើងអត់សូវខ្វល់ខ្វាយអារឿងបញ្ចូលថ្មទៅតាមស្ថានីយណាបងហើយមួយរយៈហ្នឹងឃើញខ្ញុំផុសទៅឃើញថាការប្រើប្រាស់ខុសគ្នាកម្រិតស៊ីសាំងខុសគ្នាទាំងអស់